បងប្អូនជាទីស្រឡាញ់ក្នុងជីវិតយើងជារឿយតែងតែនិយាយថាខ្ញុំធ្លាប់ឆ្លងកាត់ហើយខ្ញុំដឹងឬគ្រាន់តែមើលភ្លាមក៏ដឹងចម្លើយដែរកាលណាមានបទពិសោធន៍ជីវិតកាន់តែច្រើនយើងកាន់តែជឿជាក់លើវិចារណញ្ញាណរបស់ខ្លួនឯងទោះជាយ៉ាងណាក៏ដោយសោកនាដកម្មច្រើនតែចាប់ផ្ដើមចេញពីការជឿជាក់ហួសហេតុនោះឯងយូស្វេបានប្រព្រឹត្តកំហុសដ៏ធំបំផុតក្នុងជីវិតរបស់លោកវាមិនមែនដោយសារលោកខ្វះសមត្ថភាពនោះទេផ្ទុយទៅវិញលោកគឺជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ណាស់ប៉ុន្តែលោកបានជឿជាក់លើបទពិសោធន៍របស់ខ្លួនខ្លាំងពេករហូតដល់រំលងដំណើរការត្រួតពិនិត្យការពិត Fake Check ដែលជាជំហានដ៏សំខាន់បំផុតនៅពេលដែលពួកក្មេអូនបានបង្ហាញខ្លួននៅចំពោះមុខពួកអ៊ីស្រាអែលជាមួយនឹងនំប៉័ងដែលមានដុបផ្សិតនិងថង់ទឹកត្រឡេកដ៏ចាស់រហែករួមទាំងការនិយាយបញ្ចុះបញ្ចូលថាពួកយើងមកពីស្រុកឆ្ងាយណាស់ព្រោះបានងារពីកិត្តិនាមរបស់ព្រះនៃអ្នកពួកគេកំពុងតែសម្ដែងដើមបីទាញយកអារម្មណ៍អាណិតអ្នកដឹកនាំរបស់អ៊ីស្រាអែលបានវិនិច្ឆ័យដោយផ្អែកលើតែពាក្យសម្ដីនិងរូបរាងខាងក្រៅប៉ុណ្ណោះពួកគេថែមទាំងបានប៉ះនិងពិនិត្យមើលនំប៉័ងក្រៀមទាំងនោះដោយផ្ទាល់ទៀតផងយូស្វេ9:14ប៉ុន្តែពួកគេបានរំលងរឿងសំខាន់បំផុតមួយគឺពួកគេមិនបានសាកសួរព្រះយេហូវ៉ាឡើយពាក្យថាសាកសួរក្នុងភាសាហេប្រឺគឺ shell ដែលមិនមែនមានន័យត្រឹមតែជាសំណួរធម្មតានោះទេប៉ុន្តែមានន័យថាការអង្វរករការស្វែងរកប្រឹក្សាវាគឺជាការបន្ទាបខ្លួនដោយដាក់ការវិនិច្ឆ័យរបស់ខ្លួនឯងចុះហើយឈរនៅចំពោះមុខស្តង់ដារដ៏វិសេសវិសាលយូស្វេត្រូវបានចាញ់បោកដោយស្តាំងលែងខ្លាយនៅចំពោះមុខលោកបានរំលងដំណើរការនៃការសាកសួរព្រះហើយចុងក្រោយក៏ធ្លាក់ក្នុងល្បិចកលរហូតដល់ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកគេរូបភាពនេះគឺស្រដៀងគ្នាខ្លាំងណាស់នឹងពួកយើងនៅសប្តាហ៍ថ្ងៃនេះវិបត្តិនៃភាពជាអ្នកដឹកនាំនិងការបរាជ័យក្នុងជីវិតមិនមែនមកពីការខ្វះខាតព័ត៌មាននោះទេផ្ទុយទៅវិញវាមានប្រភពចេញពីការយល់ច្រឡំថាអារម្មណ៍របស់ខ្លួនឯងមានភាពត្រឹមត្រូវជាងទិន្នន័យឬហៅថាអន្ទាក់របស់អ្នកជំនាញដោយយកលេខថារវល់ឬដោយសារតែអ្វីមើលទៅហាក់ដូចជាច្បាស់លាស់ពេកយើងក៏រំលងការសាកសួរព្រះហើយផ្ដោតតែលើល្បឿនប៉ុន្តែល្បឿនដែលខ្វះដំណើរការត្រួតពិនិត្យវាមិនមែនជាប្រសិទ្ធភាពនោះទេតែវាគឺជាថ្នាំពុលទោះជាយ៉ាងណាក៏ដោយខុសពីពួកយើងមានម្នាក់ដែលបានមើលធ្លុះរាល់ការបោកប្រាស់និងពាក្យកុហករបស់មនុស្សហើយបានដើរឆ្លងកាត់រាល់ដំណើរការនៃការសង្គ្រោះដែលព្រះបានកំណត់ដោយស្ងប់ស្ងាត់ម្នាក់នោះគឺព្រះយេស៊ូវគ្រីស្ទទោះបីជាទ្រង់ជាព្រះរាជបុត្រាតែមួយគត់របស់ព្រះក៏ដោយក៏ទ្រង់មិនដែលធ្វើអ្វីតាមព្រះហឫទ័យរបស់ទ្រង់ឡើយក្នុងអំឡុងពេលបំពេញបេសកកម្មទ្រង់មិនដែលឆ្លុះវង្វេងនឹងការអបអរសាទររបស់បណ្ដាជនឡើយប៉ុន្តែទ្រង់បានសាកសួរ Shell ព្រះវរបតាពេញមួយយប់ហើយបានអនុវត្តតែតាមព្រះហឫទ័យរបស់ព្រះវរបតាប៉ុណ្ណោះព្រះយេស៊ូវមិនបានជ្រើសរើសផ្លូវកាត់ឬការរំលងជំហានដើម្បីសង្គ្រោះយើងឡើយទ្រង់បានឆ្លងកាត់ដំណើរការនៃការបន្ទាបខ្លួនដោយទទួលបុណ្យជ្រមុជទឹកក្នុងទន្លេយ៉ូដានដំណើរការនៃក្តីមេត្តាដោយការបរិភោគនិងសម្រាប់ជាមួយមនុស្សដែលទន់ខ្សោយដំណើរការនៃភាពអត់ធ្មត់ដោយការស្រឡាញ់និងបង្ហាត់បង្រៀនសិស្សដែលចុងក្រោយនឹងក្បត់ទ្រង់ហើយចុងក្រោយដំណើរការដែលឈឺចាប់បំផុតគឺការរងទុក្ខនិងសុគតនៅលើឈើឆ្កាងព្រះយេស៊ូវបានលាតត្រដាងរាល់ពាក្យកុហកនិងអំពើបាបដែលលាក់ទុកយ៉ាងជ្រៅក្នុងចិត្តយើងនៅចំពោះមុខឈើឆ្កាងហើយតាមរយៈការមានប្រជញ្ញមរស់ឡើងវិញរងបានបែងចែកយ៉ាងច្បាស់រវាងការពិតនិងការកុហកដើម្បីបំពេញព្រះរាជកិច្ចនៃព្រះនគរព្រះឲ្យបានសម្រេចបងប្អូនជាទីស្រឡាញ់សូមកុំព្យាយាមធ្វើខ្លួនជាអ្នកជំនាញក្នុងជីវិតឡើយផ្ទុយទៅវិញសូមធ្វើជាមនុស្សណៃ Shell ដែលតែងតែសាកសួរព្រះសូមលើព្រះយេស៊ូវដែលជាអ្នកគ្រប់ដណ្ដប់លើការបរាជ័យរបស់យើងហើយបានបំពេញដំណើរការនៃការសង្គ្រោះដោយផ្ទាល់ក្នុងលោកីដែលពោពេញដោយការបោកប្រាស់នេះមានតែព្រះយេស៊ូវប៉ុណ្ណោះដែលជាទីប្រឹក្សាដ៏ល្អបំផុតក្នុងការដឹកនាំយើងទៅកាន់ផ្លូវដ៏ត្រឹមត្រូវមុនពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយហេតុអ្វីមិនសាកល្បងឈប់មួយផ្លែតហើយសួរយ៉ាងដូចនេះថាព្រះយេស៊ូវឲ្យទូបង្គំជឿលើប្រាជ្ញារបស់ទ្រង់ជាងបទពិសោធន៍របស់ទូបង្គំតើទូបង្គំគួរធ្វើដូចម្តេច